នៅក្នុងចំណុចនេះដែរយើងនឹងសិក្សាអំពីរូបមន្ត count A ហើយនិង count blank អញ្ចឹងយើងមើលថា3នេះវាខុសគ្នាត្រង់ណាទី1 count នេះគឺយើងរាប់តម្លៃជាលេខ count A រាប់ទាំងលេខនិងអក្សរហើយ count blank គឺយើងរាប់តែកាឡាណាដែលទទេសំដៅលើកាឡាដែលអត់មានទិន្នន័យអញ្ចឹងយើងផ្ដោតទៅលើទិន្នន័យអាចមានលេខមានអក្សរនិងជារូបមន្ត count បាទទី2 count A ហើយនិងទី3 count blank អញ្ចឹងនេះជារូបមន្តហើយយើងចូលទៅអនុវត្តទាំងអស់គ្នាក្នុងការគណនាយើងក្បាច់វាសញ្ញាស្មើមក count បើកវងកញ្ចក់បាទយើងធ្វើការ select xong rồiយើងបិទមកវិញហើយយើង enter អញ្ចឹងវានឹងរាប់កាឡាណាដែលមានលេខបាទនេះមានអក្សរគឺអត់រាប់ឧទាហរណ៍បើយើងលុបបាទលេខនេះមួយគឺនៅសល់4ចុះបើសិនជារូបមន្តតើវានឹងរាប់ឲ្យយើងដែរឬទេបាទអញ្ចឹងកន្លែងនេះជារូបមន្តក៏រូប count នេះរាប់ឲ្យយើងដែរបាទទី2តកតងនឹង count A អញ្ចឹង count A នេះគឺរាប់ទិន្នន័យជាលេខផងអក្សរផងអញ្ចឹងនៅក្នុងនេះគឺមានអក្សរ K មួយអញ្ចឹងរាប់បញ្ចូល K មួយទៀតហើយទី3គឺ count blank នេះគឺរាប់បាទតែកាឡាដែលទូទេទេអញ្ចឹងទូទេមានមួយឧទាហរណ៍គ្រូលុប K ចេញបាទកន្លែងនេះនឹងលោតមក2កន្លែងនេះនឹងថយមក1អញ្ចឹងសម្រាប់រូបមន្តនេះមានតែប៉ុណ្្នឹងបាទកុំភ្លេចបងប្អូនកុំភ្លេចអនុវត្ត